កាន់ទីស្នាក់ការកណ្ដាលវត្ថុពន្លឺធម៌ព្រះពុទ្ធ FM 98.30 MHz ដែលមានទីតាំងនៅភូមិត្រែងតាបាញ់ខណ្ឌសម្បូររាជធានីភ្នំពេញឬក៏លោកអ្នកមានចិត្តបុណ្យក៏អាចផ្ញើតាមប្រព័ន្ធវិញតាមរយៈទូរស័ព្ទរបស់លោកគ្រូដុំច័ន្ទលីទូរស័ព្ទលេខ092 79 55 បញ្ជាក់ម្ដងទៀត092 79 55 ឬតាម AC ដាតទាន់ចិត្តនិង ABA 092 79 55 បញ្ជាក់ម្ដងទៀត092 79 55 ឈ្មោះដុំច័ន្ទនីសូមអរព្រះគុណនិងសូមអរគុណបុណ្យរំលឹកពុទ្ធសករាជ2570ប្រគេនផុតដល់ព្រះសង្ឃ2570អង្គខ្ញុំព្រះករណាជាបុណ្យមហាសង្ឃទានលើកទី17ដើម្បីលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនាអាស្រ័យហេតុដូច្នេះហើយខ្ញុំប្រកាសណាខ្ញុំបានសូមរតនានិមន្តយាងសម្ដេចទ្រង់អ្នកអង្គញាអាយដំលោកជំទាវលោកស្រីអ្នកចង់ភូមិផ្លូវមកចូលរួមក្នុងកម្មវិធីបុណ្យនេះឲ្យបានច្រើនកុសកត្រេកអរអនុមោទនីយកនៅផល្លានិសង្ឃតាមកម្លាំងសទ្ធាជ្រះថ្លារៀងអង្គរៀងខ្លួនកុំបីខានណាកម្មវិធីបុណ្យថ្ងៃស្អែកទីកើតខែស្រាបឆ្នាំម្សាញ់អត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី15ខែសីហាឆ្នាំ2026វេលាម៉ោង 2:00 នាទីរសៀលជួបជុំពុទ្ធបរិស័ទទីជិតឆ្ងាយនៅស្ថានីយ៍វិទ្យុពន្លឺធម៌ព្រះគុណ FM 98.30 MHz ស្ថិតនៅភូមិត្រែងតាបាញ់សង្កាត់ភ្នំឆេះរទេសខណ្ឌកំពូលរាជធានីភ្នំពេញវេលាម៉ោង 3:00 នាទីរសៀលប្រារព្ធបទនមស្ការថ្វាយបង្គំព្រះរតនត្រ័យសមាទានសិលនិមន្តព្រះសង្ឃចម្រើននៅព្រះបដិបន្តផ្លែឈើលោកពុកវិញហ្នឹងមែនព្រះធម្មកថា5ព្រះអង្គសម្ដែងនៅព្រះសទ្ធធម៌គេលក់តាមគៀនផ្លូវដូចពុកវិញហ្នឹងមែនផ្លូវជីពុកវិញហ្នឹងមែននេះពេលយើងមកពីសមិញពេកពិសានៅដុំណាពេលយើងថានឹងកោវត្តពេលហើយឆ្នាំដល់វេលាទៅឯបោះកន្លែងជាឆ្នាំយើងទឹកទុកឡានហ្នឹងត្រង់នេះបំពេញបុណ្យកន្លែងយើងបោះពួយវិញណាវេលាម៉ោង 10:00 នាទីព្រឹកកន្លែងទុកឡាននេះជីកង់3ហ្នឹងហើយបង្គំព្រះរតនត្រ័យសមាទានសិលវេផុតតា